ដើម្បីសន្តិភាពឯករាជ្យភាពអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីប្រជារាស្ត្រខ្មែរត្រូវតែដកហ៊ុនសែនចេញពីតំណែងដឹកនាំហ៊ុនសែនជាមេដឹកនាំខលខូចនិងចង្រៃដែលនាំមកនូវវិនាសកម្មដល់ប្រទេសកម្ពុជាមូលហេតុគឺដោយសារតែហ៊ុនសែននេះមិនដែលគិតពីផលប្រយោជន៍ជាតិជាធំទេគឺគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់និងក្រុមគ្រួសារគាត់ដែលជាហេតុធ្វើឲ្យគាត់ដើរផ្លូវខុសប្រកបដោយគ្រោះថ្នាក់សម្រាប់ប្រទេសជាតិយើង1វិវាទសពថ្ងៃរវាងប្រទេសកម្ពុជានិងប្រទេសថៃមិនមែនជាចំនួនរវាងប្រជារាស្ត្រខ្មែរនិងប្រជារាស្ត្រថៃទេតែគឺជាចំនួនឯកជនរវាងហ៊ុនសែននិងថាក់ស៊ីនស៊ីនវត្រាជាអតីតនាយករដ្ឋមន្ត្រីនៃប្រទេសថៃ2ហ៊ុនសែនផ្ដល់ទីជម្រកការពារនិងរកស៊ីខលខូចជាមួយក្រុមឧក្រិដ្ឋកម្មឆ្លងដែនដែលមាន Gen Z ជាមេខ្លោងទោះជា Gen Z នេះបានគេចខ្លួនជាបណ្ដោះអាសន្ននៅទីណាក៏ដោយក៏ Gen Z នៅតែជាទីប្រឹក្សាចំណិតរបស់លោកហ៊ុនសែនផងនិងលោកហ៊ុនម៉ាណែតផងហើយនៅមានឋានៈស្មើរដ្ឋមន្ត្រីដោយបានទទួលសញ្ជាតិខ្មែរនិងគោរមងារជាអ្នកអង្គការ Gen Z នេះជាអ្នកចិញ្ចឹមរបបហ៊ុនសែនឲ្យរស់រានមានជីវិតមកដល់សប្តាហ៍ថ្ងៃហ៊ុនសែនបានធ្វើឲ្យប្រទេសកម្ពុជាក្លាយទៅជារដ្ឋចោរម៉ាហ្វីយ៉ាហើយបានផ្ដល់លេសឲ្យប្រទេសថៃចូលមកវាយលុកប្រទេសកម្ពុជាដើម្បីកម្ចាត់បណ្ដាញក្រុមឧក្រិដ្ឋជនឆ្លងដែនដឹកនាំដោយ Gen Z ដែលទីតាំងធំរបស់វាស្ថិតលើទឹកដីនៃប្រទេសកម្ពុជាដោយសារតែហ៊ុនសែនចូលដៃជាមួយចៅប្រទេសកម្ពុជាស្ថិតក្នុងភាពឯកោនៅលើឆាកអន្តរជាតិក្នុងគ្រាដ៏លំបាកនេះពីព្រោះគ្មានប្រទេសណាចង់ចូលជួយប្រទេសកម្ពុជាដែលដឹកនាំដោយចៅ3ហ៊ុនសែនមិនព្រមស្នើឲ្យមានការអនុវត្តយ៉ាងត្រឹមត្រូវនិងពេញលេញនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជាឆ្នាំ1991ទេពីព្រោះសន្ធិសញ្ញាអន្តរជាតិនេះតម្រូវឲ្យបញ្ចប់របបផ្ដាច់ការរបស់ហ៊ុនសែននិងក្រុមគ្រួសារគាត់តែប្រជារាស្ត្រខ្មែរយល់ច្បាស់ថាមានតែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះទេដែលអាចធានានឹងការពារឯករាជ្យភាពអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសកម្ពុជាជាអកុសលហ៊ុនសែនស្រឡាញ់អំណាចសម្រាប់គាត់និងត្រកូលគាត់ជាជាងស្រឡាញ់ទឹកដីប្រទេសកម្ពុជាហើយគាត់ជំរុញឲ្យមានការបង្ហូរឈាមឥតប្រយោជន៍ហ៊ុនសែនអើយចុះចេញទៅ